តែខ្ញុំចង់ជំរាបជូនអស់លោកស្រីដែលជាអាណាព្យាបាលសិស្សបន្ថែមទៀតថាសវណ្ណភូមិយើងមានតែត្រឹមថ្នាក់ទី12ទេហើយអស់លោកស្រីប្រកាសជាបានឃើញតាមប្រព័ន្ធផ្សព្វផ្សាយថាហេតុអីបានជាសវណ្ណភូមិដូចឆ្នាំនេះអញ្ចឹងយើងចាប់ដៃគូជាមួយសាកលវិទ្យាល័យច្រើនទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេសអញ្ចឹងជាការពិតសវណ្ណភូមិយើងមានត្រឹមថ្នាក់ទី12ប៉ុន្តែនៅពេលដែលកូនគាត់ចប់ថ្នាក់ទី12យើងអត់បោះបង់គាត់ចោលទេយើងនៅជួយគាត់រហូតទៅដល់គាត់រៀនដល់មហាវិទ្យាល័យអញ្ចឹងយើងបានចាប់ដៃគូជាមួយសាកលវិទ្យាល័យជាមួយទាំងនៅក្នុងស្រុកទាំងនៅក្រៅប្រទេសហ្នឹងគឺយើងមានគោលដៅរបស់យើងរួមមួយថាយើងចង់ជួយកូននៅពេលដែលកូនចប់ពីសវណ្ណភូមិចប់ពីថ្នាក់ទី12ទៅកូនចាំបាច់ត្រូវតែមានឱកាសចូលទៅក្នុងសាកលវិទ្យាល័យដែលជាដៃគូរបស់សវណ្ណភូមិសាកលវិទ្យាល័យជាដៃគូរបស់សវណ្ណភូមិគឺមានប្រយោជន៍ច្រើនសម្រាប់សិស្សសម្រាប់កូនទី1គឺអាហារូបករណ៍សិស្សយើងទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យដៃគូរបស់យើងច្រើនណាស់ទាំងនៅក្នុងស្រុកទាំងនៅក្រៅប្រទេសហើយដៃគូសាកលវិទ្យាល័យដែលសវណ្ណភូមិចាប់មិនថានៅក្នុងស្រុកមិនថានៅក្រៅប្រទេសទេគឺជាសាកលវិទ្យាល័យដែលល្អខ្ញុំក៏សូមថ្លែងអំណរគុណចំពោះការទុកចិត្តរបស់អស់លោកស្រីដូចជាបងប្អូនមានទាំងអស់ហើយសូមជួយផ្សព្វផ្សាយគុណភាពសាលារៀនសវណ្ណភូមិរបស់យើងទៅបងប្អូនមិត្តភ័ក្តិសង្សារយាយជីដូនជីតាចុះឈ្មោះរៀននៅសាលារៀនសវណ្ណភូមិយើងសាខាចក្ររែនេះតទៀតនៅសល់10បន្ទុកទៀតមិនទាន់ពេញយើងត្រូវការឲ្យពេញអាំងសង់មួយអគារទៀតអត់លុបលន់អីទេគ្រាន់តែថាសាលាល្អចង់ឲ្យបានរៀនទាំងអស់គ្នាអញ្ចឹងណាតើចឹងសូមថ្លែងអំណរគុណហើយសូមគោរពជូនពរថ្នាក់ដឹកនាំទាំងអស់ដោយគូកិត្តិយសទាំងអស់បងប្អូនមានមួយទាំងអស់លោកគ្រូអ្នកគ្រូទាំងអស់ឲ្យជួបផ្ទះទឹកដីសុខស្ដីស្បាយគ្រប់គ្នាបាទសូមអរគុណហើយសូមបើកសម្ពោធអគារសិក្សាថ្មីសាលារៀនសវណ្ណភូមិសាខាចក្រអង្រែចាប់ពីពេលនេះតទៅបាទសូមអរគុណចាប់ពីពេលនេះតទៅរៀនសុវណ្ណភូមិជាសាលាចំណេះទូទៅខ្មែរធំជាងគេនិងល្អជាងគេនៅកម្ពុជា